ភាពអត់អានភាពអត់ឱនគឺមិនមែនជាភាពទន់ខ្សោយទេប៉ុន្តែជាកម្លាំងខាងក្នុងដែលមនុស្សខ្លាំងប៉ុណ្ណោះទើបមានក្នុងជីវិតយើងមិនអាចជៀសវាងបញ្ហាការឈឺចាំឬការមិនយល់ចិត្តគ្នាបានទេពេលខ្លះយើងត្រូវប្រឈមមុខនឹងពាក្យដែលធ្វើឲ្យឈឺសកម្មភាពដែលមិនយុត្តិធម៌ឬស្ថានភាពដែលយើងមិនអាចគ្រប់គ្រងបានភាពអាក់អោនមិនមែនមានន័យថាយើងយល់ព្រមលើអ្វីដែលខុសឬអនុញ្ញាតឲ្យអ្នកដទៃធ្វើឲ្យយើងឈឺជានិច្ចទេតែវាមានន័យថាយើងជ្រើសរើសសន្តិភាពជំនួសការខឹងជ្រើសរើសការយល់ចិត្តជំនួសការសងសឹកមនុស្សដែលអត់ឱនគឺមនុស្សដែលគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហើយមិនអនុញ្ញាតឲ្យអារម្មណ៍អវិជ្ជមានគ្រប់គ្រងជីវិតរបស់ខ្លួនភាពអត់ឱនជួយឲ្យយើងរស់នៅស្ងប់ចិត្តមានទំនាក់ទំនងល្អនិងមានជីវិតដែលសុខសាន្តជាងមុនពេលយើងអត់ឱនយើងកំពុងផ្ដល់អំណោយមួយមិនមែនសម្រាប់អ្នកដទៃប៉ុន្តែសម្រាប់ចិត្តរបស់យើងផ្ទាល់សូមចងចាំថាភាពអត់ឱនគឺជាសញ្ញានៃប្រាជ្ញានិងភាពរឹងមាំខាងក្នុងចូលជ្រើសរើសភាពអត់ឱនដើម្បីជីវិតដែលស្ងប់ស្ងាត់និងមានតម្លៃជាងមុន